សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបនៃការ customize mouse នៅលើ computer របស់យើងពីរូបបែបនេះមករូបបែបនេះចឹងដំបូងយើងចូលមកកាន់ setting ចុចប៊ូតុង start setting បាទបន្តមកទៀតអ្នកនរគ្នាមើលនៅត្រង់កន្លែង accessibility យើងចុចចំពីលើវាមកតែមួយយើង scroll មកក្រោម mouse បាទបន្តមកយើង scroll មកក្រោមបន្តិចទៀតmouse pointer អញ្ចឹងនៅក្នុង default cursor គឺអ្នកនរគ្នាមាននិមិត្តសញ្ញាប៉ុណ្្នឹងឯងអញ្ចឹងប៉ុន្តែខ្ញុំចង់បានបែបហ្នឹងទេខ្ញុំចង់បាននិមិត្តសញ្ញាឬក៏ icon ផ្លែយ៉ាងហ្នឹងយើងអាចចូលមកកាន់ Bluetooth នេះតែមុនអ្នកនរគ្នា scroll មកក្រោមចុចកន្លែង mouse បាទតែមុនអ្នកនរគ្នា scroll មកក្រោមទៀតចុចនៅត្រង់ additional mouse settingចឹងវា pop up ទាំង mouse property នេះចេញមកចឹងអ្នកនរគ្នាចូលមកកាន់ pointer បាទបន្តមកអ្នកនរគ្នានឹងឃើញនិមិត្តសញ្ញា cursor ជាច្រើនចឹងយើងចង់បានមួយណាយើងរើសដាក់មួយនឹងទៅប៉ុន្តែឧទាហរណ៍ថានេះខ្ញុំរើសតិចពេកចឹងអ្នកនរគ្នាអាចចុចកន្លែង brown នេះមកបាទចឹងនេះគឺជា default និមិត្តសញ្ញា mouse នៅលើ Windows ដែលវាមានស្រេចណាចឹងយើងចង់រើសនិមិត្តសញ្ញាមួយណាក៏បានចឹងវាមានច្រើនគួរសមដែរណាចឹងយើងអាចរើសបានប៉ុន្តែបើសិនជាគ្នាយើងអត់ចង់បាននិមិត្តសញ្ញាចឹងទេចង់បានប្លែកចឹងហ្នឹងអ្នកនរគ្នាអាចធ្វើតាមវិធីសាស្ត្រនេះបានអ្នកនរគ្នាអាចទៅ download icon cursor របស់យើងបានជាទូទៅ file cursor icon ហ្នឹងវាតែមានកន្ទុយ .cur ឬក៏ .ani ចឹងខ្ញុំអាចទៅ download បានចឹងដើម្បី download គឺយើងចូលមកកាន់ browser មកចឹងចូលមកកាន់ browser មួយបាទអញ្ចឹងអ្នកទាំងអស់គ្នា search website មួយដែលមានឈ្មោះថា rw-designer.com បាទបន្តមកអ្នកទាំងអស់គ្នាមើលនេះគឺជារូប icon cursor ជាច្រើនដែលយើងអាចរើសបានឡើយខ្ញុំរើសមួយនេះចុះតើមកយើង scroll មកក្រោមអញ្ចឹងគឺវាមានច្រើនចឹងខ្ញុំយកមួយនេះចុះឃើញកន្ទុយ file វាអ្នកទាំងអស់គ្នាឃើញកន្ទុយ file ani អញ្ចឹងមានន័យថាយើងអាចយក cursor នេះប្រើប្រាស់បានចឹងយើងវាចំពីលើវាមកឬក៏មានផ្សេងយកនេះចុះបាទតើមកទៀតអ្នកទាំងអស់គ្នាមើលខាងក្រោមនេះអញ្ចឹងយើងអាចចុច select ខាងក្រោមនេះមកបាទអញ្ចឹងវាធ្វើការ download មកឡើយ download អញ្ចឹងអ្នកទាំងអស់គ្នាអាចទៅ download icon cursor មួយណាដែលយើងស្រឡាញ់បានអញ្ចឹងវានៅកន្លែង download របស់ខ្ញុំខ្ញុំ close វាចោលបន្តមកអ្នកទាំងអស់គ្នាបើក Windows Explorer របស់យើងមកលេខ load បាទនេះឥឡូវខ្ញុំខាត់វាមកដាក់នេះសិនបាទនេះមួយនេះចឹងនេះជា icon រូប cursor របស់ខ្ញុំដែលខ្ញុំនឹងយកដាក់នៅលើ cursor ក្នុង computer របស់ខ្ញុំបាទដើម្បីយកដាក់អញ្ចឹងខ្ញុំខាត់វាមកដើម្បីដាក់នៅក្នុង folder មកមិញណាឥឡូវខ្ញុំខាត់វាមកហើយខាត់នេះបាទបន្តមកខ្ញុំចូលមកកាន់ drive C អូខេតើមកអ្នកទាំងអស់គ្នាចូលមកកាន់ Windows បាទបន្តមកអ្នកទាំងអស់គ្នាចូលមកកាន់ cursor នេះ double click មកបាទនេះទីតាំងនៃ icon cursor របស់យើងចឹងខ្ញុំ paste វាមកបាទចុច continue អូខេបាទអញ្ចឹងcursor របស់យើងឈ្មោះថា normal select អញ្ចឹងខ្ញុំដូរឈ្មោះឧទាហរណ៍ថាឲ្យងាយស្រួលរកខ្ញុំដាក់ថា my cursor បាទចុច continue yes បាទតែមកទៀតខ្ញុំខ្វែងវាចេញអញ្ចឹងយើងទៅដាក់ម្ដងទៀតយើងចូលមកកាន់ setting ម្ដងទៀតបាទ setting បាទបន្ទាប់មកយើងចូលមកកាន់ Bluetooth and device បន្ទាប់មកអូសមកក្រោម mouse scroll មកក្រោម additional mouse setting បាទហើយយើងចូលមកកាន់ pointer បាទអញ្ចឹងយើងចុច browse បាទអញ្ចឹង cursor របស់ខ្ញុំឈ្មោះថា my cursor អញ្ចឹងខ្ញុំអូសមកក្រោមបាទនេះមួយនេះចុចចំពីលើវាខ្ញុំចុច open តើមកខ្ញុំចុច apply បាទតើមកខ្ញុំចុច OK បាទអញ្ចឹងមករបស់យើង cursor របស់យើងធ្វើការផ្លាស់ប្ដូរអ្នកនរគ្នាអាចមើលបានអូខេអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយបើសិនមានចម្ងល់ផ្សេងៗអ្នកនរគ្នាអាច comment សួរនៅក្នុងវីដេអូបាន